ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាគម្រោងនៃការសាងសង់បន្ទប់ជួលពីឥដ្ឋបឋានហើយថ្ងៃនេះហាក់បីដូចជាប្លែកបន្តិចហើយសម្រាប់អ្នកតាមដានទស្សនាដោយសារបន្ទប់ជួលនេះទាំងមូលគឺសាងសង់ឡើងដោយប្រើឥដ្ឋបឋានសុទ្ធប្រើឥដ្ឋបឋានសុទ្ធហ្នឹងមានន័យថាគឺជាការសាងសង់ដោយពុំមានសសរបាទអញ្ចឹងចង់ដឹងថាតើការសាងសង់បន្ទប់ជួលដោយពុំមានសសរនោះគេធ្វើយ៉ាងរបៀបម៉េចអញ្ជើញទស្សនាទាំងអស់គ្នាបាទនេះគឺជាជញ្ជាំងដែលសាងសង់ពីឥដ្ឋបឋានដោយយើងអត់បានប្រើសសរទេបាទកាលណាយើងអត់ប្រើសសរកន្លែងកែងគឺយើងប្រតាក់គ្នាទាំងអស់បាទគឺយើងប្រតាក់បាទក្នុងយើងរៀបប្រតាក់គ្នាដូចយើងរៀបឥដ្ឋក្រហមយើងដែរអញ្ចឹងប៉ុន្តែឥដ្ឋបឋាននៅពេលដែលយើងប្រតាក់ទៅគឺវាមានងាំគ្នាបែរតែម្ដងបាទដោយសារឥដ្ឋបឋានវាមានរុនអញ្ចេះបាទវាមានរុនអញ្ចឹងដល់ពេលយើងប្រតាក់គ្នាទៅគឺវាខ្វែងគ្នាទាំងអស់អញ្ចឹងសម្រាប់គម្រោងបន្ទប់ជួលបាទមួយជាន់ផ្ទាល់ដីគឺយើងអាចប្រើឥដ្ឋរៀបដោយបំបាច់មានសសរបាទហើយសម្រាប់ផ្ទៃខាងក្នុងបន្ទប់ទឹកអីក៏ដូចគ្នាដែរគឺយើងរៀបប្រតាក់គ្នាទាំងអស់បាទអញ្ចឹងមកមើលខាងក្នុងទៀតបាទអញ្ចឹងគឺខាងក្នុងនៃបន្ទប់ជួលនេះទាំងមូលគឺយើងរៀបប្រតាក់គ្នាយកទាំងអស់បាទគ្រប់បន្ទប់ទាំងអស់គឺអញ្ចាំងឥដ្ឋហ្នឹងគឺប្រតាក់ចូលគ្នាតែម្ដងបាទយើងអត់មានសសរទេបាទអញ្ចឹងបន្ទប់មួយទៅបន្ទប់មួយចំណុចកណ្ដាលនេះក៏យើងឥដ្ឋរៀបប្រតាក់គ្នាដែរបាទ3ដុំតាក់មួយអញ្ចឹងវាធ្វើឲ្យផ្ទៃអញ្ចាំងហ្នឹងទាំងមូលមានភាពរឹងមាំហើយស្លាបអញ្ចាំងនេះក៏ខ្ពស់ដែរតែអត់មានបញ្ហាអីទេ